ជារឿងដ៏ល្អសម្រាប់កម្ពុជាប្រជាពលរដ្ឋប្រទេសឃើញវត្ថុបុរាណកម្រចំនួន2លើដីចម្ការមួយកន្លែងស្ថិតនៅក្នុងខេត្តស្ទឹងត្រែងព័ត៌មានតារាជាតិតារាអន្តរជាតិសង្គមវប្បធម៌អរិយធម៌តន្ត្រីនិងភាពយន្តតាមទូរទស្សន៍ជាតិកម្ពុជាបានបញ្ជាក់នៅព្រឹកថ្ងៃទី22ខែតុលាឆ្នាំ2025ថាមានបារម្ភម្នាក់ឈ្មោះជាប់ចាបរស់នៅក្នុងភូមិរាជានុគរសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងបានប្រទះឃើញវត្ថុកម្រចំនួន2ហើយបានប្រគល់ជូនទៅខាងអាជ្ញាធរខេត្តដើម្បីត្រួតពិនិត្យមើលផងដែរយ៉ាងណាមិញខាងមន្ទីរជំនាញនឹងធ្វើការសិក្សាស្រាវជ្រាវបន្ថែមលើវត្ថុបុរាណទាំងពីរនេះតើមានអាយុកាលប៉ុន្មានឆ្នាំហើយនិងមានតម្លៃយ៉ាងណាជាពិសេសក្រោយលោកជាប់ចាបបានប្រគល់ជូនខាងអាជ្ញាធរវត្ថុបុរាណទាំងពីរខាងលើនេះនឹងទុកជាសម្បត្តិវប្បធម៌មរតកជាតិដ៏ពិសេសសម្រាប់កម្ពុជាយើងគួររំលឹកដែរថាវត្ថុបុរាណទាំងនេះបុរសខាងលើក៏បានប្រទះឃើញនៅចៃដន្យតាំងពីកំឡុងឆ្នាំ2019មកម្លេះនៅលើដីចម្ការរបស់គាត់ស្ថិតនៅក្នុងភូមិអូពម័ន2សង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែងហើយថ្មីនេះលោកក៏បានសម្រេចចិត្តនឹងបង្ហាញពីទឹកចិត្តដ៏ស្មោះត្រង់ក្នុងការប្រគល់ជូនវត្ថុដ៏កម្រទាំងនេះជូនទៅអាជ្ញាធរខេត្តដើម្បីពិនិត្យថែរក្សានិងទុកជាសម្បត្តិមរតកជាតិដ៏កម្រសម្រាប់កម្ពុជា